សារព័ត៌មានរដ្ឋអេរ៉ង់បានចុះផ្សាយអត្ថបទមួយដោយបញ្ជាក់ពីមូលហេតុដែលកងឆ្មាំងបដិវត្តន៍ IRCJ បាញ់កប៉ាល់ដឹកទំនិញថៃដោយអះអាងថាកប៉ាល់របស់ថៃមិនព្រមស្ដាប់ការព្រមានហើយថែមទាំងផ្កើនថែមទៀតកាលពីថ្ងៃពុធទី11ខែមីនាឆ្នាំ2026កប៉ាល់ដឹកទំនិញដោតទង់ជាតិថៃមួយយ៉ារីណារីបានរងការវាយប្រហារនៅច្រកសមុទ្រហូម៉ូសអំឡុងពេលធ្វើដំណើរពីកំពង់ផែ Khalifa នៃប្រទេសអារ៉ាប់រួមឆ្ពោះទៅកាន់ប្រទេសឥណ្ឌាពាក់ព័ន្ធរឿងនេះសារព័ត៌មានអេរ៉ង់បានផ្សាយថាកប៉ាល់នោះប្រាប់ឲ្យមិនស្ដាប់ហើយផ្កើននឹងការព្រមានទើបកងឆ្មាំបដិវត្តន៍សម្រេចចិត្តបើកការបាញ់ប្រហារតែម្ដងកងឆ្មាំបដិវត្តន៍អះអាងថាកប៉ាល់នោះគឺធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រហូម៉ូសដោយខុសច្បាប់មកទល់ពេលនេះនាវិក3នាក់កំពុងបាត់ខ្លួនខណៈ20នាក់ទៀតត្រូវបានជួយសង្គ្រោះនិងជម្លៀសខ្លួនដោយសុវត្ថិភាពទៅកាន់ប្រទេសអូម៉ង់